ព្រះរាជក្រឹត្យលេខនួសរកត0813 ស្ដីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃជំពូកទី1បទបញ្ញត្តិទូទៅមាត្រា1ព្រះរាជក្រឹត្យនេះមានគោលបំណងបង្កើតក្របខ័ណ្ឌដោយឡែករបស់មន្ត្រីពន្ធនាគារស្ថិតក្រោមអាវ៉ាតក្រសួងមហាផ្ទៃដើម្បីធានាសិទ្ធិកាតព្វកិច្ចនិងផលប្រយោជន៍ស្របច្បាប់របស់មន្ត្រីពន្ធនាគារមាត្រា2ព្រះរាជក្រឹត្យនេះមានគោលដៅដូចតទៅកំណត់អំពីការអនុវត្តសិទ្ធិនិងភារកិច្ចរបស់មន្ត្រីពន្ធនាគារកំណត់អំពីលក្ខខណ្ឌនិងលក្ខណៈសម្បត្តិនៃការជ្រើសរើសការរៀបចំឋានានុក្រមឋានន្តរស័ក្តិនិងមុខតំណែងរបស់មន្ត្រីពន្ធនាគារកំណត់អំពីការដំឡើងឋានៈឋានន្តរស័ក្តិការដាក់ទណ្ឌកម្មខាងវិន័យនិងការចោទប្រកាន់តាមផ្លូវតុលាការដល់មន្ត្រីពន្ធនាគារមាត្រា3ព្រះរាជក្រឹត្យនេះមានវិសាលភាពអនុវត្តចំពោះមន្ត្រីពន្ធនាគារដែលកំពុងបំពេញភារកិច្ចនៅក្នុងរចនាសម្ព័ន្ធរបស់អគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃជំពូកទី2សិទ្ធិកាតព្វកិច្ចនិងភារកិច្ចរបស់មន្ត្រីពន្ធនាគារមាត្រា4មន្ត្រីពន្ធនាគារត្រូវមានឧត្តមគតិស្នេហាជាតិខ្ពស់មានភក្ដីភាពចំពោះព្រះមហាក្សត្រហើយត្រូវគោរពវិន័យសិលធម៌វិជ្ជាជីវៈនិងមានស្មារតីអង់អាចក្លាហានហ៊ានពុះពៀលះបង់ដើម្បីសម្រេចភារកិច្ចនៅគ្រប់កលៈទេសៈមាត្រា5មន្ត្រីពន្ធនាគារមានសិទ្ធិសេរីភាពនិងកាតព្វកិច្ចដោយប្រជាពលរដ្ឋដទៃទៀតដែរការប្រើសិទ្ធិនិងសេរីភាពត្រូវស្របតាមបទបញ្ញត្តិក្នុងលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារបទបញ្ជារបស់ក្រសួងមហាផ្ទៃនិងច្បាប់នានាជាធរមានមាត្រា6មន្ត្រីពន្ធនាគារមានសិទ្ធិជ្រើសរើសជំនឿសាសនាដើម្បីគោរពប្រតិបត្តិមន្ត្រីពន្ធនាគារមានសិទ្ធិចូលរួមក្នុងគណៈបកនយោបាយណាមួយដែលខ្លួនពេញចិត្តប៉ុន្តែមិនអាចសម្ដែងជាសាធារណៈក្នុងពេលបំពេញភារកិច្ចតាមតួនាទីបានឡើយមាត្រា7មន្ត្រីពន្ធនាគារមានសិទ្ធិប្រមូលផ្ដុំគ្នាបង្កើតជាសមាគមវិជ្ជាជីវៈឬចូលរួមជាសមាជិកសមាគមវិជ្ជាជីវៈស្របច្បាប់ណាមួយមាត្រា8មន្ត្រីពន្ធនាគារមានសិទ្ធិប្រើប្រាស់អាវុធនិងឧបករណ៍បច្ចេកទេសដើម្បីធានាសន្តិសុខសុវត្ថិភាពក្នុងនិងក្រៅបរិវេណមណ្ឌលអប់រំកែប្រែឬពន្ធនាគាររាជធានីខេត្តតាមគោលការណ៍កំណត់មាត្រា9មន្ត្រីពន្ធនាគារមានសិទ្ធិសុំច្បាប់ឈប់គ្រប់ប្រភេទតាមការកំណត់របស់រាជរដ្ឋាភិបាលក្នុងករណីចាំបាច់មន្ត្រីពន្ធនាគារដែលកំពុងឈប់សម្រាកអាចត្រូវកោះហៅឲ្យចូលខ្លួនមកវិញបានមាត្រា10មន្ត្រីពន្ធនាគារមានសិទ្ធិសុំមើលឯកសារផ្សេងៗដែលជាសំណុំរឿងផ្ទាល់ខ្លួនពាក់ព័ន្ធនឹងការទទួលទណ្ឌកម្មខាងវិន័យឬត្រូវផ្លាស់ប្ដូរដោយបង្ខំសិទ្ធិដដែលនេះត្រូវបានអនុញ្ញាតឲ្យដល់មន្ត្រីពន្ធនាគារណាយឺតយូរមិនបានឡើងឋានន្តរស័ក្តិតាមវេនអតីតភាពក្នុងករណីពិនិត្យឃើញឯកសារសំណុំរឿងនោះមិនប្រក្រតីឬមិនត្រឹមត្រូវមន្ត្រីពន្ធនាគារមានសិទ្ធិសំអាងសាក្សីសិទ្ធិជ្រើសរើសតំណាងការពារខ្លួនសិទ្ធិពន្យល់ដោះសារជាលាយលក្ខណ៍អក្សរឬដោយផ្ទាល់មាត់មាត្រា11មន្ត្រីពន្ធនាគារត្រូវមានអព្យាក្រឹតភាពក្នុងតួនាទីឬការងាររបស់ខ្លួនហាមការប្រើប្រាស់តួនាទីឬការងារនិងការប្រើប្រាស់មធ្យោបាយសម្ភារៈរបស់រដ្ឋដើម្បីបម្រើសកម្មភាពនិងផលប្រយោជន៍បុគ្គលឬអង្គការនយោបាយណាមួយមាត្រា12មន្ត្រីពន្ធនាគារមានកាតព្វកិច្ចរក្សាការសម្ងាត់របស់ជាតិនិងរបស់អង្គភាពការផ្ដល់ព័ត៌មានលិខិតស្នាមឬឯកសារផ្ទៃក្នុងរបស់អង្គភាពដោយគ្មានការអនុញ្ញាតត្រូវហាមឃាត់មាត្រា13
ការផ្សព្វផ្សាយក្នុងបរិវេណអង្គភាពទោះបីជាតាមរូបភាពណាក៏ដោយដែលនាំឲ្យខូចទឹកចិត្តឬវិន័យត្រូវហាមឃាត់រាល់ការបកស្រាយជាសាធារណៈការសរសេរឬការធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធនឹងអង្គភាពណាមួយត្រូវមានការអនុញ្ញាតពីប្រធានអង្គភាពនោះមាត្រា14មន្ត្រីពន្ធនាគារត្រូវបំពេញភារកិច្ចតាមការចាត់តាំងនៅគ្រប់កលៈទេសៈគ្រប់ពេលវេលានិងគ្រប់ទីកន្លែងប្រសិនបើភារកិច្ចនោះជួបឧបសគ្គនិងការលំបាកដែលចាំបាច់ត្រូវការឧបត្ថម្ភឬជំនួយថ្នាក់ដែលមានសមត្ថកិច្ចត្រូវធានាផ្ដល់ទៅតាមលក្ខណៈជាក់ស្ដែងទន្ទឹមនេះមន្ត្រីពន្ធនាគារដែលទទួលភារកិច្ចនោះក៏មានសិទ្ធិសូមជំនួយអន្តរាគមន៍ពីអង្គភាពដទៃដែលនៅជិតបំផុតមាត្រា15មន្ត្រីពន្ធនាគារអាចនឹងត្រូវបានផ្លាស់ប្ដូរទីកន្លែងភារកិច្ចទៅតាមតម្រូវការចាំបាច់របស់ក្រសួងមហាផ្ទៃមន្ត្រីពន្ធនាគារមានសិទ្ធិសុំផ្លាស់ប្ដូរទីកន្លែងធ្វើការទៅតាមប្តីឬតាមប្រព័ន្ធបានមាត្រា16មន្ត្រីពន្ធនាគារត្រូវបានហាមឃាត់ជាដាច់ខាតនៅប្រការដូចខាងក្រោម 1. យកម៉ោងបំពេញភារកិច្ចទៅប្រកបមុខរបរផ្ទាល់ខ្លួនផ្សេងទៀត 2. យកឥទ្ធិពលនិងអំណាចនៅក្នុងមុខងាររបស់ខ្លួនទៅប្រើដើម្បីទាញយកផលប្រយោជន៍អ្វីមួយឬដើម្បីសម្លុតគំរាមកំហែងបំពានសិទ្ធិពលរដ្ឋឬជនជាប់ឃុំ 3. ប្រកបមុខរបរណាដែលនាំឲ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់មន្ត្រីពន្ធនាគារ 4. ចូលជាសមាជិកនៃក្រុមប្រឹក្សាភិបាលឬគ្រប់គ្រងក្រុមហ៊ុនឯកជនដោយផ្ទាល់ឬដោយប្រយោល 5. បោះពុម្ពផ្សាយឬធ្វើការផ្សព្វផ្សាយព័ត៌មានដែលពាក់ព័ន្ធនឹងស្ថាប័នដោយពុំមានការអនុញ្ញាតជាមុនពីប្រធានស្ថាប័នដែលសម័យខ្លួននៅក្រោមឱវាទមាត្រា17មន្ត្រីពន្ធនាគារត្រូវទទួលខុសត្រូវក្នុងការបំពេញភារកិច្ចរបស់ខ្លួនស្របតាមច្បាប់នីតិវិធីនិងក្រមសីលធម៌របស់មន្ត្រីពន្ធនាគារដែលមានជាធរមាននៅពេលបំពេញបេសកកម្មការងារមានជួបគ្រោះថ្នាក់ឬប៉ះពាល់ខាងផ្លូវច្បាប់ដោយអចេតនារដ្ឋត្រូវគាំពៀទាំងខាងមធ្យោបាយសម្ភារៈនិងផ្លូវច្បាប់មាត្រា18មន្ត្រីពន្ធនាគារត្រូវបានទទួលពិន្ទុជារៀងរាល់ឆ្នាំសម្រាប់ពិនិត្យការដំឡើងឋានៈឋានន្តរស័ក្តិប្រធានអង្គភាពជាអ្នកវាយតម្លៃដាក់ពិន្ទុនិងផ្ដល់មូលវិជ្ជាមាត្រា19មន្ត្រីឬអង្គភាពពន្ធនាគារណាដែលមានស្នាដៃត្រូវបានទទួលការលើកទឹកចិត្តការសរសើរនិងជូនរង្វាន់តាមការកំណត់របស់រាជរដ្ឋាភិបាលជំពូកទី3ការជ្រើសរើសមន្ត្រីមាត្រា20ការជ្រើសរើសមន្ត្រីឲ្យចូលធ្វើការក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារត្រូវធ្វើឡើងតាមរយៈការប្រឡងប្រជែងក្នុងចំណោមសិស្សនិស្សិតឬក្នុងចំណោមមន្ត្រីរាជការដែលមានក្របខ័ណ្ឌស្រាប់លក្ខណៈសម្បត្តិជ្រើសរើសត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមាត្រា21ការប្រឡងប្រជែងចូលឋានន្តរស័ក្តិវរៈអគារនរៈថ្នាក់លេខ3ត្រូវបានកំណត់ដូចខាងក្រោម 1. បេក្ខជនជានិស្សិតទាំងពីរភេទត្រូវមានសញ្ញាបត្រយ៉ាងទាបសញ្ញាបត្របរិញ្ញាបត្រឬមានសញ្ញាបត្រសមមូលជាមួយនឹងសញ្ញាបត្របរិញ្ញាបត្រនិងត្រូវមានអាយុយ៉ាងច្រើន30ឆ្នាំគិតដល់ថ្ងៃប្រឡង 2. បេក្ខជនជាមន្ត្រីរាជការស្ថិតក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារដែលមានឋានន្តរស័ក្តិចាប់ពីអគារនរៈថ្នាក់លេខ3ឡើងទៅនិងមានអតីតភាពយ៉ាងតិច3ឆ្នាំក្នុងឋានន្តរស័ក្តិអគារនរៈថ្នាក់លេខ3ឬជាមន្ត្រីរាជការនៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារដែលមានសញ្ញាបត្រសមមូលជាមួយនឹងសញ្ញាបត្របរិញ្ញាបត្រហើយមានអតីតភាពការងារយ៉ាងតិច6ឆ្នាំនិងមានអាយុយ៉ាងច្រើនបំផុត40ឆ្នាំគិតដល់ថ្ងៃប្រឡងមាត្រា22ការប្រឡងប្រជែងចូលឋានន្តរស័ក្តិអនុរៈថ្នាក់លេខ3ត្រូវធ្វើចំពោះបេក្ខជនជាសិស្សនិស្សិតទាំងពីរភេទដែលមានសញ្ញាបត្រយ៉ាងទាប
សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬមានសញ្ញាបត្រសមមូលជាមួយនឹងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិងត្រូវមានអាយុយ៉ាងច្រើន25ឆ្នាំគិតដល់ថ្ងៃប្រឡងមាត្រា23ចំនួនក្របខ័ណ្ឌមន្ត្រីពន្ធនាគារដែលធ្វើការជ្រើសរើសត្រូវកំណត់ដោយរាជរដ្ឋាភិបាលតាមសេចក្តីស្នើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមាត្រា24បេក្ខជនទាំងពីរភេទដែលបានប្រឡងប្រជែងជាប់ចូលក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារត្រូវបានទទួលការបណ្ដុះបណ្ដាលជាដំបូងដោយក្រសួងមហាផ្ទៃរយៈពេលបណ្ដុះបណ្ដាលនេះនឹងចាត់ទុកជារយៈពេលនៃកម្មសិក្សារបស់សិស្សមន្ត្រីទាំងនោះមន្ត្រីដែលត្រូវបានជ្រើសរើសចេញមកពីសិស្សនិស្សិតត្រូវឆ្លងកាត់កម្មសិក្សាសាកល្បងរយៈពេល12ខែប្រសិនបើបេក្ខជនជាមន្ត្រីរាជការដែលបានប្រឡងជាប់ចូលក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារក្នុងឋានន្តរស័ក្តិវរៈអគារនរៈថ្នាក់លេខ3ដោយមានចែងក្នុងមាត្រា21ពុំចាំបាច់ឆ្លងកាត់កម្មសិក្សាសាកល្បងឡើយមាត្រា25ក្រោយពេលធ្វើកម្មសិក្សាសាកល្បងសិស្សមន្ត្រីពន្ធនាគារទាំងនោះត្រូវបានតាំងស៊ប់ក្នុងក្របខ័ណ្ឌដូចខាងក្រោមសិស្សវរៈអគារនរៈពន្ធនាគារត្រូវបានបញ្ចូលក្របខ័ណ្ឌនិងតែងតាំងឋានន្តរស័ក្តិឋានៈវរៈអគារនរៈថ្នាក់លេខ3ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសិស្សអគារនរៈពន្ធនាគារត្រូវបានបញ្ចូលក្នុងក្របខ័ណ្ឌនិងតែងតាំងជាឋានន្តរស័ក្តិឋានៈអនុរៈថ្នាក់លេខ3ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដូចនេះសិស្សអគារនរៈពន្ធនាគារត្រូវបានបញ្ចូលក្របខ័ណ្ឌនិងតែងតាំងឋានន្តរស័ក្តិឋានៈអនុរៈថ្នាក់លេខ3ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចំពោះសិស្សអគារនរៈពន្ធនាគារដែលមានសញ្ញាបត្របរិញ្ញាបត្ររងឬមានសញ្ញាបត្រសមមូលជាមួយនឹងសញ្ញាបត្របរិញ្ញាបត្ររងត្រូវបានតែងតាំងឋានន្តរស័ក្តិឋានៈអនុរៈថ្នាក់លេខ1ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមាត្រា26ក្នុងករណីក្រសួងមហាផ្ទៃពុំមានលទ្ធភាពធ្វើការបណ្ដុះបណ្ដាលដំបូងក្រសួងមហាផ្ទៃអាចចាត់បញ្ជូនសិស្សនិស្សិតដែលបានប្រឡងប្រជែងជាប់ជាស្ថាពរក្នុងក្របខ័ណ្ឌនិងឋានន្តរស័ក្តិនីមួយៗឲ្យចូលបំពេញការងារនៅតាមមណ្ឌលអប់រំកែប្រែនិងពន្ធនាគាររាជធានីខេត្តបានក្រោយពីបំពេញការងារបានរយៈពេល12ខែសិស្សនិស្សិតទាំងនោះត្រូវបានតាំងស៊ប់និងតែងតាំងឋានន្តរស័ក្តិដោយបានបណ្ដុះបណ្ដាលដែរជំពូកទី4លំដាប់ឋានន្តរស័ក្តិនិងមុខតំណែងមាត្រា27ឋានន្តរស័ក្តិរបស់មន្ត្រីពន្ធនាគារមាន3គឺ 1. ឋានន្តរស័ក្តិឧត្តមអគារនរៈពន្ធនាគារ 2. ឋានន្តរស័ក្តិវរៈអគារនរៈពន្ធនាគារ 3. ឋានន្តរស័ក្តិអគារនរៈពន្ធនាគារមាត្រា28លំដាប់ថ្នាក់ឋានន្តរស័ក្តិមន្ត្រីពន្ធនាគារមាន 1. ឋានន្តរស័ក្តិឧត្តមអគារនរៈពន្ធនាគារមាន3ថ្នាក់គឺឧត្តមអគារនរៈថ្នាក់លេខ1ឧត្តមអគារនរៈថ្នាក់លេខ2និងឧត្តមអគារនរៈថ្នាក់លេខ3 2. ឋានន្តរស័ក្តិវរៈអគារនរៈមាន3ថ្នាក់ឋានន្តរស័ក្តិវរៈអគារនរៈមាន3ថ្នាក់គឺវរៈអគារនរៈថ្នាក់លេខ1វរៈអគារនរៈថ្នាក់លេខ2និងវរៈអគារនរៈថ្នាក់លេខ3 3. ឋានន្តរស័ក្តិអគារនរៈពន្ធនាគារមាន7ថ្នាក់គឺអគារនរៈថ្នាក់លេខ1អគារនរៈថ្នាក់លេខ2អគារនរៈថ្នាក់លេខ3អគារនរៈថ្នាក់លេខ4អនុរៈថ្នាក់លេខ1អនុរៈថ្នាក់លេខ2និងអនុរៈថ្នាក់លេខ3មាត្រា29ឋានន្តរស័ក្តិមន្ត្រីពន្ធនាគារដោយមានចែងក្នុងមាត្រា28ខាងលើនេះត្រូវមានឋានន្តរស័ក្តិសមមូលជាមួយឋានន្តរស័ក្តិមន្ត្រីរាជការស៊ីវិលនិងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិនៃក្រសួងមហាផ្ទៃការកំណត់អំពីឋានន្តរស័ក្តិសមមូលនេះត្រូវធ្វើដោយអនុក្រឹត្យមាត្រា30
ឯកសណ្ឋានស្លាកសញ្ញានិងសញ្ញាស័ក្តិមន្ត្រីពន្ធនាគារត្រូវកំណត់ដោយអនុក្រឹត្យមាត្រា31ឋានន្តរស័ក្តិឧត្តមអគ្គនាយកពន្ធនាគារមានឧបនិស្ស័យកាន់មុខតំណែងដូចខាងក្រោមឧត្តមអគ្គនាយកថ្នាក់លេខ1ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារឧត្តមអគ្គនាយកថ្នាក់លេខ2ជាអគ្គនាយករងឬជាប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋានពន្ធនាគារឧត្តមអគ្គនាយកថ្នាក់លេខ3ជាអនុប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋានពន្ធនាគារឬជាប្រធានមណ្ឌលអប់រំកែប្រែឬជាប្រធានពន្ធនាគាររាជធានីខេត្តមាត្រា32ឋានន្តរស័ក្តិវរៈអគ្គនាយកពន្ធនាគារមានឧបនិស្ស័យកាន់មុខតំណែងដូចខាងក្រោមវរៈអគ្គនាយកថ្នាក់លេខ1ជាប្រធានការិយាល័យថ្នាក់កណ្ដាលឬជាអនុប្រធានមណ្ឌលអប់រំកែប្រែឬជាអនុប្រធានពន្ធនាគាររាជធានីខេត្តវរៈអគ្គនាយកថ្នាក់លេខ2ជាអនុប្រធានការិយាល័យថ្នាក់កណ្ដាលឬជាប្រធានការិយាល័យនៅមណ្ឌលអប់រំកែប្រែឬនៅពន្ធនាគាររាជធានីខេត្តវរៈអគ្គនាយកថ្នាក់លេខ3ជាប្រធានផ្នែកថ្នាក់កណ្ដាលឬជាអនុប្រធានការិយាល័យនៅមណ្ឌលអប់រំកែប្រែឬនៅពន្ធនាគាររាជធានីខេត្តមាត្រា33ឋានន្តរស័ក្តិអគ្គនាយកពន្ធនាគារមានឧបនិស្ស័យកាន់មុខតំណែងដូចខាងក្រោមអគ្គនាយកថ្នាក់លេខ1ជាអនុប្រធានផ្នែកថ្នាក់កណ្ដាលឬជាប្រធានផ្នែកនៅមណ្ឌលអប់រំកែប្រែឬនៅពន្ធនាគាររាជធានីខេត្តអគ្គនាយកថ្នាក់លេខ2ជានាយត្រួតថ្នាក់កណ្ដាលឬជាអនុផ្នែកជាអនុប្រធានផ្នែកនៅមណ្ឌលអប់រំកែប្រែឬនៅពន្ធនាគាររាជធានីខេត្តអគ្គនាយកថ្នាក់លេខ3ជានាយត្រួតរងថ្នាក់កណ្ដាលឬជាប្រធានក្រុមនៅមណ្ឌលអប់រំកែប្រែឬនៅពន្ធនាគាររាជធានីខេត្តជំពូកទី5ការដំឡើងថ្នាក់ឋានន្តរស័ក្តិមាត្រា34ការដំឡើងថ្នាក់ឋានន្តរស័ក្តិរបស់មន្ត្រីពន្ធនាគារត្រូវគិតអំពីលក្ខណៈសម្បត្តិនិងអតីតភាពការងារដែលបានបំពេញក្នុងរយៈកាលកន្លងមកមាត្រា35លក្ខណៈសម្បត្តិសម្រាប់ពិនិត្យក្នុងការស្នើដំឡើងថ្នាក់ឋានន្តរស័ក្តិត្រូវផ្អែកលើ 1. ការគោរពវិន័យការចាត់តាំងនិងការអនុវត្តបទបញ្ជានិងនីតិវិធីពន្ធនាគារ 2. កិរិយាមារយាទសីលធម៌ស្មារតីសាមគ្គីសហប្រតិបត្តិការក្នុងការបំពេញភារកិច្ច 3. សមត្ថភាពបំពេញការងារវិជ្ជាជីវៈបង្កើនចំណេះដឹងទូទៅមុខជំនាញបច្ចេកទេសភាសាបរទេសមាត្រា36ការដំឡើងថ្នាក់ឋានន្តរស័ក្តិរបស់មន្ត្រីពន្ធនាគារក្នុងថ្នាក់ឋានន្តរស័ក្តិនីមួយៗត្រូវអនុវត្តតាមវេនជ្រើសរើសនិងតាមរយៈពេលកំណត់ដូចមានចែងខាងក្រោម 1. ឋានន្តរស័ក្តិឧត្តមអគ្គនាយកពន្ធនាគារឋានន្តរស័ក្តិឧត្តមអគ្គនាយកថ្នាក់លេខ1រយៈពេលបម្រើការងារក្នុងឋានន្តរស័ក្តិដើម្បីអាចដំឡើងបានមួយថ្នាក់ឧត្តមអគ្គនាយកថ្នាក់លេខ2រយៈពេល5ឆ្នាំឧត្តមអគ្គនាយកថ្នាក់លេខ3រយៈពេល5ឆ្នាំ 2. ឋានន្តរស័ក្តិវរៈអគ្គនាយកពន្ធនាគារឋានន្តរស័ក្តិវរៈអគ្គនាយកថ្នាក់លេខ1រយៈពេលបម្រើការងារក្នុងឋានន្តរស័ក្តិដើម្បីអាចដំឡើងបានមួយថ្នាក់គឺ6ឆ្នាំវរៈអគ្គនាយកថ្នាក់លេខ2រយៈពេលបម្រើការងារក្នុងឋានន្តរស័ក្តិដើម្បីអាចដំឡើងបានមួយថ្នាក់គឺរយៈពេល5ឆ្នាំវរៈអគ្គនាយកថ្នាក់លេខ3រយៈពេលបម្រើការងារក្នុងឋានន្តរស័ក្តិដើម្បីអាចដំឡើងបានមួយថ្នាក់គឺរយៈពេល5ឆ្នាំវរៈអគ្គនាយកថ្នាក់លេខ1ដែលមានអតីតភាព6ឆ្នាំឡើងអាចត្រូវបានស្នើសុំតែងតាំងនិងស្នើសុំដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមអគ្គនាយកថ្នាក់លេខ3ដោយយោងទៅតាមមុខតំណែងទំនេរ
ឬតម្រូវការចាំបាច់របស់រាជរដ្ឋាភិបាល3ឋានន្តរស័ក្តិអគារនរៈពន្ធនាគារឋានន្តរស័ក្តិអគារនរៈថ្នាក់លេខ1រយៈពេលបម្រើការងារក្នុងឋានន្តរស័ក្តិដើម្បីអាចដំឡើងបានមួយថ្នាក់គឺមានរយៈពេល3ឆ្នាំអគារនរៈថ្នាក់លេខ2រយៈពេល3ឆ្នាំអគារនរៈថ្នាក់លេខ3រយៈពេល3ឆ្នាំអគារនរៈថ្នាក់លេខ4រយៈពេល3ឆ្នាំអនុរៈថ្នាក់លេខ1រយៈពេល2ឆ្នាំអនុរៈថ្នាក់លេខ2រយៈពេល2ឆ្នាំអនុរៈថ្នាក់លេខ3រយៈពេល1ឆ្នាំអគារនរៈថ្នាក់លេខ1ដែលមានអតីតភាព3ឆ្នាំឡើងអាចត្រូវបានទទួលការបណ្ដុះបណ្ដាលបន្ថែមនិងដំឡើងឋានន្តរស័ក្តិវរៈអគារនរៈថ្នាក់លេខ3ដោយយោងទៅតាមតម្រូវការចាំបាច់របស់ក្រសួងមហាផ្ទៃមាត្រា37ចំពោះមន្ត្រីពន្ធនាគារដែលទទួលមរណភាពត្រូវបានដំឡើងឋានៈឋានន្តរស័ក្តិជាកិច្ចបច្ឆាមរណៈមាត្រា38ការដំឡើងឋានៈឋានន្តរស័ក្តិត្រូវប្រព្រឹត្តទៅតាមលំដាប់ឋានៈមួយថ្នាក់ម្ដងហើយពុំអាចមានការតែងតាំងជាឋានន្តរស័ក្តិកិត្តិយសឡើយក្នុងករណីមន្ត្រីពន្ធនាគារណាម្នាក់បំពេញការងារមានស្នាដៃល្អពិសេសត្រូវបានដំឡើងឋានៈឋានន្តរស័ក្តិមួយថ្នាក់ដោយពុំគិតពីលក្ខខណ្ឌអតីតភាពឡើយមាត្រា39ការដំឡើងឋានៈឋានន្តរស័ក្តិរបស់មន្ត្រីពន្ធនាគារត្រូវប្រព្រឹត្តទៅតាមលំដាប់នៃបញ្ជីអតីតភាពក្នុងករណីអ្នកមានអតីតភាពគ្រប់ហើយមិនបានជាប់ឈ្មោះក្នុងតារាងដំឡើងឋានៈឋានន្តរស័ក្តិប្រចាំឆ្នាំមន្ត្រីពន្ធនាគារនោះត្រូវបានទទួលសិទ្ធិចុះឈ្មោះមុនគេតាមលេខរៀងក្នុងតារាងដំឡើងឋានៈឋានន្តរស័ក្តិឆ្នាំបន្ទាប់លើកលែងតែបុគ្គលនោះបានប្រព្រឹត្តអំពើល្មើសនឹងវិន័យនីតិវិធីលក្ខន្តិកៈឬច្បាប់របស់រដ្ឋមាត្រា40ការតែងតាំងនិងដំឡើងឋានៈឋានន្តរស័ក្តិត្រូវសម្រេចដោយព្រះរាជក្រឹត្យចំពោះមន្ត្រីពន្ធនាគារស្ថិតក្នុងឋានន្តរស័ក្តិឧត្តមអគារនរៈពន្ធនាគារអនុក្រឹត្យចំពោះមន្ត្រីពន្ធនាគារស្ថិតក្នុងឋានន្តរស័ក្តិវរៈអគារនរៈថ្នាក់លេខ1ប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចំពោះមន្ត្រីពន្ធនាគារចាប់ពីឋានន្តរស័ក្តិវរៈអគារនរៈថ្នាក់លេខ2ចុះចំពុកទី6បៀវត្សនិងប្រាក់បំណាច់ផ្សេងមាត្រា41មន្ត្រីពន្ធនាគារមានសិទ្ធិទទួលបៀវត្សទៅតាមឋានន្តរស័ក្តិមន្ត្រីពន្ធនាគារអាចទទួលប្រាក់បំណាច់ផ្សេងតាមប្រភេទមុខងារឬតំណែងដែលខ្លួនបំពេញប្រាក់ឧបត្ថម្ភតំបន់ប្រាក់ឧបត្ថម្ភការងារងាយប៉ះពាល់ដល់សុខភាពប្រាក់វិភាគគ្រួសារនិងប្រាក់ឧបត្ថម្ភផ្សេងទៀតបៀវត្សនិងប្រាក់បំណាច់ផ្សេងរបស់មន្ត្រីពន្ធនាគារត្រូវកំណត់ដោយព្រះរាជក្រឹត្យឬអនុក្រឹត្យមាត្រា42មន្ត្រីពន្ធនាគារជាស្ត្រីត្រូវបានទទួលប្រាក់ឧបត្ថម្ភលំហែមាតុភាពតាមការកំណត់របស់រាជរដ្ឋាភិបាលជំពូកទី7ការចូលនិវត្តន៍មាត្រា43មន្ត្រីពន្ធនាគារដែលបានបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារត្រូវបានដាក់ឲ្យចូលនិវត្តន៍រួមមានកនៅពេលគ្រប់អាយុ55ឆ្នាំចំពោះមន្ត្រីពន្ធនាគារស្ថិតក្នុងឋានន្តរស័ក្តិអគារនរៈពន្ធនាគារខនៅពេលគ្រប់អាយុ58ឆ្នាំចំពោះមន្ត្រីពន្ធនាគារស្ថិតក្នុងឋានន្តរស័ក្តិវរៈអគារនរៈពន្ធនាគារគួរនៅពេលគ្រប់អាយុ60ឆ្នាំចំពោះមន្ត្រីពន្ធនាគារស្ថិតក្នុងឋានន្តរស័ក្តិឧត្តមអគារនរៈពន្ធនាគារការដាក់ឲ្យចូលនិវត្តន៍ត្រូវសម្រេចដោយព្រះរាជក្រឹត្យចំពោះមន្ត្រីពន្ធនាគារមានឋានន្តរស័ក្តិឧត្តមអគារនរៈពន្ធនាគារអនុក្រឹត្យចំពោះមន្ត្រីពន្ធនាគារមានឋានន្តរស័ក្តិវរៈអគារនរៈថ្នាក់លេខ1ប្រកាសរបស់ក្រសួងមហាផ្ទៃចំពោះមន្ត្រីពន្ធនាគារចាប់ពីឋានន្តរស័ក្តិវរៈអគារនរៈថ្នាក់លេខ2ចុះ
មន្ត្រីពន្ធនាគារជាស្ត្រីត្រូវបានដាក់ឲ្យចូលនិវត្តន៍តាមព្រះរាជក្រឹត្យលេខនួសរកត092848ចុះថ្ងៃទី19ខែកញ្ញាឆ្នាំ2012ស្ដីពីការកែសម្រួលអាយុចូលនិវត្តន៍របស់មន្ត្រីរាជការស៊ីវិលជាស្ត្រីជំពូកទី8ទណ្ឌកម្មមាត្រា44មន្ត្រីពន្ធនាគារដែលមានកំហុសត្រូវទទួលទណ្ឌកម្មខាងវិន័យដូចខាងក្រោម 1. ទណ្ឌកម្មដែលកំណត់ដោយក្រមសីលធម៌និងបទវិន័យឬដោយនីតិវិធីពន្ធនាគារ 2. ទណ្ឌកម្មដែលកំណត់ដោយមាត្រា46នៃព្រះរាជក្រឹត្យនេះមាត្រា45ការដាក់ទណ្ឌកម្មតាមបទវិន័យឬនីតិវិធីឬលក្ខន្តិកៈដោយឡែកនេះត្រូវសមយោបល់ពីក្រុមប្រឹក្សាវិន័យជាមុនមាត្រា46ក្រោយទទួលបានយោបល់ពីក្រុមប្រឹក្សាវិន័យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្រេចដាក់ទណ្ឌកម្មឬស្នើសុំដាក់ទណ្ឌកម្មខាងវិន័យដែលរួមមានដូចខាងក្រោម ក ស្ដីបន្ទោស ខ ការផ្លាស់ភារកិច្ចដោយបង្ខំ គ ការលុបឈ្មោះចេញពីតារាងដំឡើងថ្នាក់ឋានន្តរស័ក្តិ ខ ការដកមុខតំណែងដោយឲ្យនៅក្នុងស្ថានភាពអសកម្ម ង ការដាក់ឲ្យនៅទំនេរគ្មានវិវត្តន៍មិនឲ្យលើសពី1ឆ្នាំ ច ការបន្ថយថ្នាក់ឋានន្តរស័ក្តិ1ថ្នាក់ឬច្រើនថ្នាក់ ឆ ការដាក់ឲ្យចូលនិវត្តន៍មុនកំណត់ ច ការលុបឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីពន្ធនាគារមាត្រា47ការដកមុខតំណែងដោយដាក់ក្នុងស្ថានភាពអសកម្មត្រូវអនុវត្តចំពោះតែមន្ត្រីពន្ធនាគារណាដែលមិនត្រូវចូលនិវត្តន៍ភ្លាមៗការដកមុខតំណែងមិនអាចមានរយៈពេលលើសពី2ឆ្នាំនៅពេលផុតកំណត់នៃរយៈពេលដែលស្ថិតនៅក្នុងស្ថានភាពអសកម្មមន្ត្រីពន្ធនាគារនោះត្រូវដាក់ឲ្យស្ថិតនៅក្នុងស្ថានភាពសកម្មវិញរយៈពេលអសកម្មដោយការដកមុខតំណែងមិនត្រូវយកមកគិតក្នុងរយៈពេលអតីតភាពនៃការដំឡើងថ្នាក់ឋានន្តរស័ក្តិទេមាត្រា48មន្ត្រីពន្ធនាគារដែលត្រូវបានបន្ថយថ្នាក់ឋានន្តរស័ក្តិត្រូវបញ្ចូលទៅក្នុងតារាងដំឡើងថ្នាក់ឋានន្តរស័ក្តិថ្មីចាប់គិតពីថ្ងៃដែលមានការសម្រេចជាផ្លូវការជំពូកទី9ការចោទប្រកាន់តាមផ្លូវតុលាការមាត្រា49ក្នុងករណីដែលមន្ត្រីពន្ធនាគារណាម្នាក់ប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌហើយត្រូវបានអាជ្ញាធរតុលាការធ្វើការចោទប្រកាន់ត្រូវជូនដំណឹងអំពីការចោទប្រកាន់ទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងរយៈពេល72ម៉ោងយ៉ាងយូរបើមានការចាប់ខ្លួនឬការឃាត់ខ្លួនឬការឃុំខ្លួនបណ្ដោះអាសន្នលើមន្ត្រីពន្ធនាគារណាមួយនោះអាជ្ញាធរតុលាការត្រូវរាយការណ៍ជាបន្ទាន់ទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃមាត្រា50មន្ត្រីពន្ធនាគារណាដែលកំពុងជាប់ការចោទប្រកាន់ពីអាជ្ញាធរតុលាការអាចត្រូវបានផ្អាកពីមុខងារសិនក្នុងករណីចាំបាច់ក្នុងករណីអាជ្ញាធរតុលាការសម្រេចទឹកលែងការចោទប្រកាន់ជាស្ថាពរមន្ត្រីពន្ធនាគារនោះត្រូវបានទទួលឲ្យចូលធ្វើការវិញភ្លាមដោយគិតអតីតភាពសម្រាប់ការឡើងថ្នាក់ឋានន្តរស័ក្តិនិងអតីតភាពចូលនិវត្តន៍ព្រមទាំងទួលវិវត្តន៍ប្រតិសកម្មផងមាត្រា51មន្ត្រីពន្ធនាគារណាដែលត្រូវបានផ្ដន្ទាទោសដោយអាជ្ញាធរតុលាការត្រូវលុបឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីពន្ធនាគារដោយគិតពីថ្ងៃចេញសាលក្រមស្ថាពរមន្ត្រីពន្ធនាគារដែលបានតវ៉ាសុំអូតូត្រូវដាក់ឲ្យស្ថិតនៅក្នុងភាពទំនេរគ្មានវិវត្តន៍ជាបណ្ដោះអាសន្នដោយស្វ័យប្រវត្តិជំពូកទី10អន្តរបញ្ញត្តិមាត្រា52ក្របខ័ណ្ឌមន្ត្រីពន្ធនាគារត្រូវបានកសាងចេញពីសមាហរណកម្មនៃក្របខ័ណ្ឌមន្ត្រីរាជការទាំងឡាយដែលបច្ចុប្បន្នកំពុងបំពេញមុខតំណែងនៅមុខងារពិតប្រាកដនៅក្នុងអគ្គនាយកដ្ឋានពន្ធនាគារឬក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលឬក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិចំណុះក្រសួងមហាផ្ទៃការធ្វើសមាហរណកម្មក្របខ័ណ្ឌមន្ត្រីខាងលើនេះទៅក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារត្រូវធ្វើឡើងដោយព្រះរាជក្រឹត្យអនុក្រឹត្យនិងប្រកាសមាត្រា53លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងពន្ធនាគារដែលបានអនុវត្តកន្លងមកនៅមានសុពលភាពរហូតដល់មានលិខិតបទដ្ឋានគតិយុត្តថ្មីមកជំនួសស្របតាមខ្លឹមសារនៃព្រះរាជក្រឹត្យនេះ
ជំពូកទី11អវសានបញ្ញត្តិមាត្រា54បទបញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងព្រះរាជក្រឹត្យនេះត្រូវទុកជានិរកល់មាត្រា55សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះឲ្យមានប្រសិទ្ធភាពមាត្រា56ព្រះរាជក្រឹត្យនេះចូលជាធរមានចាំពីថ្ងៃឡាយព្រះហស្ថលេខាតទៅដូចនេះព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃមាន11ជំពូកនិង56មាត្រា